បរោះម្នាក់ពេលថ្ងៃធ្វើជាសន្តិសុខប្រចាំតំបន់មួយពេលយប់គាត់គេងក្នុងវិឡាផ្ទាល់ខ្លួនរបស់គាត់ដែលមានទំហំ 3000 ម៉ែត្រការ៉េថ្ងៃមួយគាត់បានពាក់អាវសន្តិសុខចូលរួមក្នុងកម្មវិធីជប់លៀងចៃដន្យពេលនោះនារីម្នាក់ក៏បានហៅគាត់ឲ្យជួយសយាយឡានសន្តិសុខមកនេះបន្តិចឃើញនារីហៅបែបនេះគាត់ក៏បានងាកមើលអាវខ្លួនឯងមិនមែនទេតើនាងកំពុងតែហៅខ្ញុំមែនទេឲ្យលឿនបន្តិចមកអត់ឃើញឡានភ្ញៀវកំពុងតែចតទេមិនមែនទេខ្ញុំមិនមែនជាសន្តិសុខនៅទីនេះទេលោកមិនមែនជាសន្តិសុខទេតែនៅលើខ្លួនរបស់លោកបានពាក់អាវសន្តិសុខបញ្ញាតិចទៅកុំឲ្យប៉ះឡានណាហើយបានអញ្ចឹងមុននឹងសយាយចូលសូមបើកទៅខាងមុខបន្ទាប់មកសូមបង្វែរទៅខាងស្ដាំបានហើយកុំស្រែកមើលរំខានខ្លាំងណាស់សន្តិសុខសំអុយនេះបើមិនអញ្ចឹងខ្ញុំជួយបើកអ្នកចុះអេលោកគ្រាន់តែជាសន្តិសុខសំអុយម្នាក់តែប៉ុណ្ណោះតើលោកមានលុយទិញឡានជិះហើយឬនៅលោកមានបានបើកបរទេហើយនៅមានមុខមកនិយាយទៀតមើលច្បាស់មើលតើឡានរបស់ខ្ញុំមកអីមានតម្លៃ50,000ជាងណាចេញទៅបានអញ្ចឹងសូមបើកថយក្រោយវិញទៅហើយនៅមានទៀតត្រូវបង្វែរចង្កូតឡានទៅខាងស្ដាំនារីនោះជន់ខ្លាំងពេកក៏បានធ្វើឲ្យឡានរបស់នាងហួសថយក្រោយបន្តិចហ៎មិនមែនទេអីយ៉ាងម៉េចបានជាប៉ាអញ្ចឹងនាងមិនអីទេមែនទេនារីនោះបានចុះមកមើលឡានរបស់នាងយ៉ាងភ្ញាក់ផ្អើលឡានរបស់ខ្ញុំហើយក៏បានចាត់ទាញសន្តិសុខអូសមកហាក់ដូចជាខាងខ្លាំងណាស់នាងក៏បានច្រានសន្តិសុខនោះហើយនិយាយថាសន្តិសុខសំអុយភ្នែករបស់លោកមានបញ្ហាហើយមែនទេមិនបានប្រាប់ឲ្យសយាយបែបនេះមើលអត់ឃើញថាឡានរបស់ខ្ញុំប៉ះទេអីមិនមែនទេខ្ញុំអត់បានឲ្យនាងបើកខ្លាំងបែបនេះទេសន្តិសុខសំអុយឯងចង់ស្អប់អ្នកមានមែនទេខ្ញុំហៅលោកឲ្យជួយសយាយបន្តិចមិនក៏សយាយបែបនេះទៅវិញមិនក៏ធ្វើឲ្យឡានថ្លៃរបស់ភ្ញៀវខូចបែបនេះទៅវិញបានហើយសងលុយមកខ្ញុំមិនមែនជាអ្នកបើកឡានឲ្យប៉ះទេឲ្យខ្ញុំសងឯនេះគឺដូចជាមិនសមទេឲ្យឯងសងទៅវាយ៉ាងម៉េចហ៎ឯងបានធ្វើឲ្យឡានរបស់ខ្ញុំខូចហើយថ្ងៃនេះឯងត្រូវតែសងខ្ញុំឯងបានធ្វើឲ្យខ្ញុំក្តៅក្រហាយណាឯងកំចង់ទៅណាឲ្យសោះណារំពេចនោះនាងក៏បានភ្ញាក់ផ្អើលដោយនាងបានឃើញឡានទំនើបជាច្រើនគ្រឿងបានមកដល់បរិះម្នាក់ក៏បានចុះពីលើឡានដែលមានកូនចៅរបស់គេហើយហមចាំបើកទ្វារឡានឲ្យតើបរិះម្នាក់នេះជានរណាទៅគាត់គឺមានឈ្មោះថាលីប៉វ៉ុនជាប្រធានក្រុមហ៊ុន HE Group នាងក៏បានធ្វើឲ្យប្រធានក្រុមហ៊ុននោះចាប់អារម្មណ៍លើនាងនាយកលីគិតមិនដល់ថាបានជួបលោកនៅទីនេះទេគឺពិតជាចៃដន្យខ្លាំងណាស់អំបញ្ញមិញខ្ញុំត្រូវបានសន្តិសុខសំអុយម្នាក់នេះធ្វើឲ្យខូចឡានរបស់ខ្ញុំតែខ្ញុំមិនប្រកាន់នឹងគាត់ទេអត់ទោសឲ្យខ្ញុំផងប៉ាតើនេះមានរឿងអីកើតឡើងទៅប៉ាលើបែបនេះនាងក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ាឃើញសភាពលោកពុកបែបនេះគេក៏បានសួរតើរឿងនេះវាយ៉ាងម៉េចខ្ញុំនាងធ្វើឲ្យប៉ាខ្លួនឯងទេហើយមកនិយាយថាខ្ញុំជាអ្នកធ្វើទៅវិញឡានគេមែនទេប៉ាមិនអីទេប៉ាសូម្បីតែប៉ះឡានរបស់គេក៏មិនបានប៉ះដែរយកឡាននាងទៅជួសជុលទៅខ្ញុំមិនបាច់ទេមិនចាំបាច់ទេនាយកលីមិនចាំបាច់ទេ